សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាពាក្យដែលក្មេងស្ទាវតែចូលចិត្តប្រើហើយពាក្យទាំងអស់ហ្នឹងគឺយើងសុទ្ធតែបានធ្លាប់ឃើញនៅក្នុង comment នៅក្នុងអីហ្នឹងឯងឬនៅក្នុង caption ហើយពាក្យទាំងអស់ហ្នឹងគឺក្មេងៗសម័យឥឡូវគេចូលចិត្តប្រើចឹងថ្ងៃនេះស្មាយកមកតែ4ពាក្យទេហើយពាក្យទាំងអស់នោះមានដូចជា fire ហ្នឹងគឺអស្ចារ្យណាស់ no cap និយាយពិត vibe អារម្មណ៍និងបរិយាកាសហើយនឹង gold ហ្នឹងពាក្យពេញគឺ greatest of all time ចឹងពាក្យ gold ហ្នឹងគឺយើងធ្លាប់ឃើញដូចនៅក្នុងកីឡាក្នុង sport អីហ្នឹងដូចនៅក្នុងបាល់ទាត់មានដែលគេប្រើដោយច្រើនជាមួយនឹងRonaldo ហើយនិង Messi ហើយបើនៅក្នុង boxing គេប្រើជាមួយនឹង Muhammad Ali អីជាដើមហ្នឹងទៅអញ្ចឹងពាក្យទាំងអស់ហ្នឹងគឺដែលក្មេងស្ទាវចិត្តប្រើគឺមាន fire ផតចានណា no cap និយាយពិត vibe អារម្មណ៍បរិយាកាស gold ល្អបំផុតគ្រប់ពេលអញ្ចឹងយើងមើលប្រយោគ that song is fire ចំណែកថាចម្រៀងនោះគឺលយអស្ចារ្យណាស់ទី2 no cap he is a very talented និយាយពិតគឺគាត់ពិតជាមានទេពកោសល្យ I like the vibe of the cafe ខ្ញុំចូលចិត្តបរិយាកាសនៅទីនោះគឺបរិយាកាសកន្លែងកាហ្វេហ្នឹងឯងហើយពាក្យចុងក្រោយគឺ you are the goat it means that you are the greatest of all time នឹងពាក្យនេះដែលយើងអាសាបានឃើញក្មេងៗដែលគេចូលចិត្តប្រើហ្នឹងឯងអញ្ចឹងមានប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយទៀតពាក្យទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់បានអរគុណ